តំបន់24តំបន់ដែលកម្ពុជាបាត់ទៅខាងការគ្រប់គ្រងរបស់ថៃក្នុងការធ្វើសង្គ្រាមឆ្លោះគ្នាច្បាំងគ្នាជាមួយថៃការពារទឹកដីខ្មែររយៈពេលជាង21ថ្ងៃមានដូចតទៅទី1ប្រាសាទតាមាន់ធំបាទប្រាសាទតាមាន់ធំនេះយើងឃើញរូបថតពីថៃមកហើយគេថតមកនឹងត្រង់សេយើងនឹងនៅគួរឲ្យកំសត់ណាស់បងប្អូនគេនៅឈរព្រាតនៅលើប្រាសាទយើងនៅផែនទីនៅជាយប្រាសាទនៅត្រង់សេហ្នឹងគឺលំថតរូបមកទៅហ៊ានថៃហ្នឹងចុះបើគេបតក់មកតាមក្របមកមិនដឹងថាគ្នាពលីយ៉ាងម៉េចទៅគេបាញ់ sniper បាញ់ស៊ីបអីមកហ្នឹងគឺយើងដូចសត្វចាបអញ្ចឹងហ៎បងប្អូនអាហ្នឹងប្រាសាទតាមាន់ធំប្រាសាទតាមាន់ធំហ្នឹងគេយកតាំងពីយូរហើយគាត់ថាយើងអត់ដែលមានរូបថតមកប្រាប់ថាយើងយកបានទេលោកអ្នកវងហ្នឹងប្រាប់ថាគេយកបានតាំងពីបាញ់គ្នាលើកដំបូងថ្ងៃ24ដល់28ខែកក្កដាមកម៉េចតែយើងថាយើងគ្រប់គ្រងទាំងស្រុងតែអត់ដែលមានរូបថតយើងមកសន្លឹកទៅអាប្រាសាទតាមាន់ធំហ្នឹងឯងនៅពេលដែលយើងថាយើងគ្រប់គ្រងបានទាំងស្រុងរហូតមកដល់ឥឡូវហ្នឹងថៃចូលទៅដូចសមោចទៀតអាហ្នឹងប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចមិននិយាយអាហ្នឹងគេយកយូរហើយប្រាសាទតាកបីគេទៅយកវាយខ្ទេចខ្ទីទៅហ៊ានគេចូលទៅដល់នាយករដ្ឋមន្ត្រីស្ដីទីចាំផ្ទះលោកអនុទិនច័ន្ទវរៈគុលអីហ្នឹងលោកប៊ុនសិនបាត់ខ្លាំងហ្នឹងគេទៅអស់ហើយយើងនឹង AI រហូតប្រាសាទខ្នាទី4ទី5ច្រកអានសេះទី6ភ្នំ350នៅជិតប្រាសាទតាកបីទី7ភ្នំ225ទី8ភ្នំ500ទី9ភ្នំ323ទី10ភ្នំ677ទី11ភូមិជោគជ័យ12ភូមិព្រៃច័ន្ទ13ផ្ទះ3ខ្នងនៅអូភ្លុកដំរីនឹងឯងគឺ14អូភ្លុកដំរីហ្នឹងតំបន់អូភ្លុកដំរីហ្នឹងអាផ្ទះ3ខ្នងហ្នឹងក៏ទៅគេដែរ15តំបន់ច1 16ថ្មដា17ភ្នំទ្រាប់18ថ្មដូន19អូស្មាច់20មុំ3គឺបានមួយផ្នែក21បឹងតកួនចូលខ្ទេចខ្ទីអស់ហើយបឹងតកួនហ្នឹងឃើញយើងយកតុងជ័យយកទៅដាក់បានវិញខ្លះឬបលាលួសឥឡូវថៃចូលមកវាយខ្ទេចអាគារអីហ្នឹងគឺចូលដល់ស្នាក់ការយោធារបស់យើងតែម្ដង22ភ្នំ400 23ភ្នំ284និង24ផ្ទះតាមុកជាន់តែបោះស្បូវនិយាយទៅគឺកន្លែងទាំងអស់នេះគឺខ្ញុំឃើញលោកអ៊ុំសំអានយកទៅផ្សាយនៅលើ Facebook របស់លោកហើយទីតាំងទាំងអស់នេះខ្ញុំផ្ទៀងផ្ទាត់ជាមួយនឹងសារព័ត៌មានថៃយោធាថៃហ្នឹងគឺអា17 18ទីតាំងដែលថៃប្រាប់ថាយកបានខ្លះយកបានកំពុងគ្រប់គ្រងឥឡូវនេះគឺវាមានចូលនៅក្នុងហ្នឹងទាំងអស់ដូច្នេះនេះគ្រាន់តែជាព័ត៌មានត្រួសទេបងប្អូនតែសួរថាតើអា24កន្លែងហ្នឹងវាអស់ត្រឹមប៉ុណ្្នឹងមែនអានេះគ្រាន់តែជាព័ត៌មានត្រួសនឹងមានកន្លែងផ្សេងទៀតចាំផ្ទៀងផ្ទាត់អញ្ចឹងបានថារដ្ឋាភិបាលខ្លួនឯងទេដែលជាអ្នកមកផ្ទៀងផ្ទាត់មកថាអត់មានទេកន្លែងទាំងហ្នឹងអត់មានណាយកបានទេប៉ុន្តែម្ដងទៀតបងប្អូនជាកំបិតចិត្តដងបើយើងអត់ប្រកាសថាតំបន់ទាំងអស់នេះថៃកំពុងតែឈ្លានពានទេក៏យើងអត់ទាពីគេមកវិញបានដែរតែទាមិនបើយើងអត់ទទួលស្គាល់ថារបស់ហ្នឹងគេលួចផងហ្នឹងយើងថាអត់លួចផងយើងនៅតែជារបស់យើងអានេះគឺជាគ្រោះថ្នាក់មួយដែរហើយបងប្អូននៅក្រៅស្រុកហ្នឹងក៏អត់ដឹងថាត្រូវតវ៉ាជួយតវ៉ាស្រុកខ្មែរមិនបាទតំបន់ទាំងអស់ហ្នឹងគេលើកតែតុងជ័យខាងថៃខ្មែរថាអត់អីផងយើងនៅតែមិនទទួលស្គាល់